មន្ទីរព័ត៌មានខេត្តសៀមរាបជំរុញអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ចូលរួមទប់ស្កាត់ព័ត៌មានคล้ายៗនិងផ្សព្វផ្សាយពីសមិទ្ធផលខេត្ត Audio Jungle ក្នុងឱកាសជួបសម្ដែងសម្ដាលជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តដើម្បីជំរុញនិងផ្សព្វផ្សាយពីគោលការណ៍និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យព័ត៌មានក្នុងន័យធ្វើយ៉ាងណាពង្រឹងវិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវនិងល្អប្រសើរនៅថ្ងៃទី14ខែសីហាឆ្នាំ2026លោកប៊ុងឆាវ៉ាន់ប្រធានការិយាល័យព័ត៌មាននិងសារទូតនៃមន្ទីរព័ត៌មានខេត្តសៀមរាបបានណែនាំនិងជំរុញដល់អ្នកសារព័ត៌មានអនុវត្តការងារដោយគោរពក្រមសីលធម៌ចូលរួមទប់ស្កាត់ព័ត៌មានคล้ายៗនិងផ្សព្វផ្សាយពីសមិទ្ធផលក្នុងខេត្តឲ្យបានកាន់តែទូលំទូលាយលោកប៊ុងឆាវ៉ាន់មានប្រសាសន៍ថាបច្ចុប្បន្នវិស័យព័ត៌មានបាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅគ្រប់វ័យដូចនេះក្នុងនាមយើងជាអ្នកសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈនិងស្មារតីទទួលខុសត្រូវខ្ពស់ត្រូវបន្តចូលរួមទប់ស្កាត់នៅព័ត៌មានคล้ายៗនិងមុននឹងធ្វើការចេញផ្សាយនៅព័ត៌មានអ្វីមួយត្រូវថ្លឹងថ្លែងឲ្យបានច្បាស់លាស់និងមានតុល្យភាពដែលយើងជាអ្នកសារព័ត៌មានខុសពីសារព័ត៌មានប្រជាពលរដ្ឋលោកប្រធានការិយាល័យបានបន្តថាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងនាមយើងជាអ្នកសារព័ត៌មានយើងត្រូវរួមគ្នាបន្តផ្សព្វផ្សាយនៅសមិទ្ធផលនានាក្នុងខេត្តដូចជាការពង្រីកនៅវិស័យហេដ្ឋារចនាសម្ព័ន្ធនិងសក្តានុពលវិស័យទេសចរណ៍នៅក្នុងខេត្តដែលសមិទ្ធផលទាំងអស់នេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលខេត្តជាមួយគ្នានេះលោកក៏បានជំរុញដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់នៅពេលដែលយើងចុះយកព័ត៌មាននៅកន្លែងណាក៏ដោយយើងត្រូវគោរពនៅក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យបានត្រឹមត្រូវដោយក្នុងនោះយើងត្រូវបង្ហាញកាតសម្គាល់ខ្លួនដែលចេញដោយក្រសួងនិងប្រាប់ពីស្ថាប័នអង្គភាពរបស់ខ្លួនលោកបានសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានដែលមានអាជ្ញាប័ណ្ណផុតកំណត់សូមមកបន្តអាជ្ញាប័ណ្ណឲ្យបានទាន់ពេលវេលា Audio Jungle Audio Jungle